បញ្ហាគឺជាព្រួយទី1ភាពល្ងងខ្លៅរបស់មនុស្សគឺជាព្រួយទី2យើងរងទុកយើងជួបរឿងអីមួយក្នុងជីវិតនឹងយើងរងទុកមកតង់ហើយតែអ្វីដែលយើងអត់ចេះដោះស្រាយនេះយើងអត់យល់នេះធ្វើឲ្យអារបួសដែលយើងពងឈឺហ្នឹងវាចាក់មកតង់ទៀតឈឺចាប់ជារឿងទី2ដែលប្តីប្រពន្ធក្បត់គ្នាចាឃើញនឹងមុខថាមនុស្សនឹងក្បត់មនុស្សនឹងមិនល្អទៅចោលយើងអីចឹងយើងឈឺចាប់ប៉ុន្តែការដែលយើងអត់យល់ត្រូវយើងឈឺចាប់ទៀតថាហេតុអីបានអ្នកនឹងធ្វើអញ្ចឹងមិនបានអញ្ចឹងធ្វើឲ្យយើងដេកនឹកឃើញឈឺចាប់យើងកំពុងតែធ្វើឲ្យខ្លួនឯងឈឺចាប់បុគ្គលមួយនឹងគាត់បានខុសហើយបានន័យថាគាត់យើងល្អមួយគាត់តែគាត់ក្បត់យើងគាត់ធ្វើអីចឹងទៅគាត់ខុសហើយហេតុអីបានយើងខ្លួនឯងត្រូវធ្វើឲ្យខ្លួនឯងឈឺចាប់មួយទៀតគំនិតដែលត្រឹមត្រូវគឺយើងត្រូវយល់ថាមនុស្សម្នាក់នឹងអត់សមនឹងយើងទេគេអត់មើលឃើញពីតម្លៃរបស់យើងទេក្នុងចំណុចមួយនឹងយើងត្រូវចេះមើលថែខ្លួនឯងត្រូវចេះឲ្យតម្លៃខ្លួនឯងត្រូវចេះស្រឡាញ់ខ្លួនឯងមិនមែនទៅដេកឈឺចាប់ទេមនុស្សមិនសមតម្លៃបងប្អូនត្រូវយំរបៀបម៉េចត្រូវគិតឲ្យយល់ចំណុចហ្នឹងណាពេលខ្លះយើងអត់បានគិតទេខ្ញុំមនោចេតនាមួយមនុស្សហ្នឹងខ្ញុំស្ដាញ់គាត់យូរហើយគាត់មិនគួរណាធ្វើចឹងនៅលើโลกនេះរឿងអ្វីក៏អាចកើតឡើងបានដែរហើយបងប្អូនត្រូវដឹងណាថានៅលើโลกហ្នឹងមនុស្សមានអកម្បាំងច្រើនណាហើយបើសិនជាមនុស្សយើងដឹងរឿងអកម្បាំងទាំងអស់ហ្នឹងខ្ញុំគិតថាមនុស្សយើងលែងរស់ហើយចាលែងចង់រស់ហើយពីព្រោះមានរឿងអកម្បាំងជាច្រើនដែលមនុស្សយើងអត់ដឹងទេហើយនិយាយពាក្យថានៅលើโลกហ្នឹងមានអកម្បាំងរឿងខ្លះវាលាក់អត់បានយូរទេថ្ងៃណាមួយគេនឹងរកឃើញការពិត